ៀបសួរបងប្អូនទាំងអស់គ្នាសុខមិនក្រៅប្រទេសខ្ញុំសំណាងចង់បងប្អូនហើយបងប្អូនបានចូលរួមកម្មវិធីបង្ហាញក្តីស្រឡាញ់សម្រាប់ប្រទេសកម្ពុជាយើងការជាកូនខ្មែរតែមួយហើយប្រទេសយើងតូចតែបេះដូងយើងធំហើយកម្លាំងក៏មួយប្រទេសយើងអត់ចាំបានទឹកដីគេទេប្រទេសយើងសុខបានសន្តិភាពហើយប្រទេសជាតិយើងនឹងរីកចម្រើនដោយកម្លាំងសាមគ្គីគ្នាបេះដូងខ្មែរតែមួយយើងនឹងខិតខំឲ្យអស់លទ្ធភាពដើម្បីបដូរផ្ដាច់ការពារបូរណភាពទឹកដីការពារអធិបតេយ្យភាពជាតិការពារផលប្រយោជន៍ជាតិនិងប្រជាជនរបស់យើងឲ្យបានជាដាច់ខាតនេះគឺជាការបដិញ្ញាចិត្តរបស់យើងបាទសម្ដេចចែងចាស់ស្ដេចហ៊ុនម៉ាណែតគាត់និយាយចាស់ហើយក៏យើងផ្សាយតាមទូរទស្សន៍តាម Facebook TikTok YouTube ចឹងបងប្អូនអរគ្នាប្រទេសខ្មែរយើងតូចតែបេះដូងយើងធំបងប្អូនអរគ្នាយើងអត់ចង់បានទឹកដីណាគេមួយទេអត់គឺយើងចង់បានតែយើងចង់បានសន្តិភាពអត់មានសង្គ្រាមប្រទេសជាតិយើងរីកចម្រើននេះសតវត្សទី21អញ្ចឹងបងប្អូនតបខ្មែរយើងសាមគ្គីគ្នាតាមប្រទេសយើងខ្លាំងបងប្អូនអរគ្នាយើងសាមគ្គីគ្នាប្រទេសយើងរីកចម្រើនរហូតទៅបងប្អូនហើយខ្ញុំពិតជាមោទនភាពកើតជាកូនខ្មែរតែមួយសម្រាប់ប្រទេសកម្ពុជាយើងហើយប្រទេសយើងគឺសន្តិភាពរហូតដល់កូនចៅចំនួនក្រោយនេះសតវត្សទី21បងប្អូនសម័យបច្ចេកវិទ្យាទំនើបចឹងបងប្អូនបានចូលរួមឡើងច្រើនហើយចំនួនអ្នកទៅនឹងចំនួន100000នាក់ក្នុងប្រទេសកម្ពុជាបងប្អូនគឺច្រើនមែនតើរាប់លានរាប់សែនរាប់ម៉ឺនរាប់ពាន់ជាតើបងប្អូនក៏ទៅចូលរួមនៅក្នុងកម្មវិធីបង្ហាញក្តីស្រឡាញ់សម្ប្រទេសជាតិខ្មែរយើងពិតជាមោទនភាពជាតិកើតជាតិខ្មែរតែមួយហើយគេចូលរួមខ្ញុំពីម៉ោង6ព្រឹករហូតដល់ម៉ោង11 12មិនចប់បងប្អូននេះកម្មវិធីយើងហ្នឹងហើយក្នុងបនចម្រើនប្រជជនព្រះមេត្តាអាយុ90ព្រះវស្សាបងប្អូនអរគ្នាហើយជាថ្ងៃដែលយើងបង្ហាញក្តីស្រឡាញ់ទៅសម្រាប់ប្រទេសកម្ពុជាទាំងមូលក្នុងប្រទេសបង្ហាញទៅដល់ពិភពលោកផងដែរថាប្រទេសយើងចង់បានសន្តិភាពអត់ចង់បានទឹកដីប្រទេសណាមួយទេហើយមកជាកូនខ្មែរយើងមានមោទនភាពជ្រកនៅក្រោមរំទងជាតិកូនជាខ្មែរដ៏ល្អរយដោយមានស្នាមញញឹមរយលៀនចិនភក្តីប្រាំចិនជាថ្មីគឺខ្មែរយើងជាខ្មែរតែមួយចូលសន្តិភាពហើយប្រទេសយើងគឺចង់សន្តិភាពទាំងមូលក្នុងប្រទេសដែលក៏ជួប